សួស្តីបងប្អូនថ្ងៃនេះយើងមកធ្វើស្បែកមាន់ក្លុកជាតិជូរហឹរបងប្អូនទាំងអស់គ្នាមុនដំបូងយើងមានស្បែកមាន់ទិញមកពីផ្សារហ្នឹងចំនួន2គីឡូតបមកយើងជាយកអាខ្លាញ់វានឹងចេញទៅទុកឲ្យស្អាតដោយសារតាគេអត់ជាឲ្យយើងមកពីផ្សារហើយនេះយើងច្របាច់អំបិលលាងទឹកវាឲ្យស្អាតមកបន្ទាប់មកយើងប្រឡាក់គ្រឿងវាមានម្សៅពោតហើយនឹងម្ទេសតិចស្ករតិចប៊ឺបន្តិចប៊ីចេងបន្តិចមកបងប្អូនហើយទៅយើងចាប់ផ្ដើមពងវាហ្នឹងដល់ពង2ដងបានស្រួយល្អបងប្អូនហើយអានេះយើងពងវាលើកទី1ពងលើកទី1វាអត់ទាន់សូវស្រួយទេបងប្អូនដល់ពងបានលើកទី2បានវារៀងស្រួយចានេះយើងពងលើកទី2នេះយើងចាក់វាពងលើកទី2មកវារៀងផ្ទុះដូចស្បែកជ្រូកចឹងបងប្អូនតែវាឆ្ងាញ់ជាងស្បែកជ្រូកហើយស្រួយល្អមែនតើហើយឆ្ងាញ់ជាងស្បែកជ្រូកហើយយើងដាក់ស្លឹកក្រូចតិចមកបងប្អូនតបមកយើងកូរវាមកចាំហើយបានយើងយកវាទៅក្លុកគ្រឿងនេះយើងស្រង់វាចេញមកអាំពងលើកទី2ហ្នឹងបងប្អូនយើងស្រង់វាចេញមកបន្ទាប់មកបានយើងយកទៅលាយគ្រឿងជូរហឹរហ្នឹងអាគ្រឿងស្លាប់មន់ក្លុកហ្នឹងបងប្អូនយើងរកទិញនៅផ្សារបានយើងលាយវាមកចាក់ដាក់ចូលចានដែកមួយមកបងប្អូនតបមកបានយើងចាប់ផ្ដើមលាយគ្រឿងវាជូរហឹរតាមដែលយើងចង់បានប្រៃផ្អែមជូរហឹរអីយើងដាក់គ្រឿងតិចច្រើនអីបានតាមចិត្តយើងហើយម្ទេសយើងដាក់ម្ទេសហុយហ្នឹងបងប្អូនយើងធ្វើខ្លួនឯងម្ទេសហ្នឹងហាលធ្វើខ្លួនឯងអូនដាក់ហឹរជាងហ្នឹងដាក់ថែមច្រើនជាងហ្នឹងមកយើងបានស្បែកមាន់ក្លុកមួយចានឆ្ងាញ់